ចាសួស្តីជំរាបសួរចាភ័ក្របន្តមកចាគឺចាប់ផ្ដើមចារៀបចំកម្មវិធីបន្តហើយចាទឹកស្រង់ព្រះក៏រួចរាល់ដែរអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះខ្ញុំថតជាមួយនឹងកន្លែងថាព្រះសង្ឃគាត់គង់នៅកន្លែងត្រង់ហ្នឹងទៅពុទ្ធបរិស័ទឬក៏ចាទាំងអស់គ្នានឹងអាចចាស្រង់ចាព្រះសង្ឃបានអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះគេចាប់ផ្ដើមដាក់លាយចាហើយដើម្បីស្រង់ព្រះអញ្ចឹងណាចាហើយព្រះសង្ឃក៏ស្រង់ដែរក្រោយពីបានស្រង់ព្រះនៅក្នុងវត្តហើយគឺចាប់ផ្ដើមស្រង់ជាមួយនឹងព្រះសង្ឃអញ្ចឹងចានេះនាងខ្ញុំចានាងខ្ញុំចាប់ដើមដើរថតដើម្បីឃើញរូបនាងខ្ញុំខ្លះចាដើរទៅមកទៅវិញអញ្ចឹងណាចាស្រង់ព្រះចាបានមកឈុតនេះឯងពាក់ទៅមកទៅវិញមកឈុតហ្នឹងណាចាចូលឆ្នាំខ្មែរ2025ហ្នឹងចាមានបានទិញអីច្រើនទេបានទិញបានមកឈុតហើយនេះចាប់ដើមយើងចូលយកតាកតងជាមួយនឹងចាទឹកដែលយើងធ្វើចាលាយជាមួយនឹងម្សៅហើយនឹងផ្កាឈូកឬផ្កាម្លិះហើយយើងច្រកជាកដងហើយយើងសាពះព្រះសង្ឃរួចហើយគឺយើងចាប់ផ្ដើមយកទៅចាស្រង់ព្រះជូតជាមួយនឹងព្រះចាឲ្យស្អាតក្អូបចាបាទបនច្រើនអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះគឺចាប់ដើមស្ដាប់លោកទេសនាហើយចាបដាយលោកកំពុងតែសូត្រចាបីត្រៀមនឹងស្រង់ព្រះនៅក្នុងចាក្នុងវត្តហ្នឹងណាចាអញ្ចឹងបងប្អូនចាស់យើងចូលរួមបានច្រើនដែរអញ្ចឹងណានេះគឺជាម្ដាយរបស់នាងខ្ញុំគាត់ចូលទៅស្រង់ព្រះផងដែរចំណែកនាងខ្ញុំបានត្រឹមតែថតទេនាងខ្ញុំអត់បានចាចូលទៅស្រង់ព្រះទេពុកម៉ែបងប្អូនចាហើយកូនបងនាងខ្ញុំមកអង្គុយកន្លែងចាមកច្រកអញ្ចឹងណាចាហើយក៏ថតតិចទៅចាហើយចាប់ដើមស្ដាប់លោកចាឲ្យអាវាតធឿចាជាមួយនឹងព្រះធំនៅនឹងអញ្ចឹងណាកាលឆ្នាំមុននាងខ្ញុំចូលមកស្រង់ព្រះដែរតែឆ្នាំនេះបានស្រង់ទេនាងចាប់ដើមដើរឆ្វែស្រង់ហើយចាពេលស្រង់ព្រះហើយគេដើរចេញមកក្រៅដើម្បីស្រង់ព្រះសង្ឃបន្តទៅទៀតនេះគឺយើងកំពុងតែស្រង់ព្រះចាស្រង់ព្រះនៅក្នុងវត្តអារាមអញ្ចឹងណាពុកម៉ែបងប្អូនចាដល់ស្រង់ព្រះជុំវិញរហូតដល់អស់យើងចេញមកក្រៅគឺយើងស្រង់ជាមួយនឹងចាព្រះសង្ឃផងដែរចាហើយនេះចាប់ដើមស្រង់ព្រះបដាហើយចាយើងលាងសម្អាតចាព្រះពុទ្ធព្រះធម៌ព្រះសង្ឃចាបន្ទាប់មកយើងសម្អាតព្រះសង្ឃចាហើយនេះអូននាងខ្ញុំហើយចំមីងនាងខ្ញុំចាហើយព្រះបានដាក់ពន្លឺយ៉ាងចាស្រស់ស្អាតនៅក្នុងចាវត្តនឹងផងដែរអញ្ចឹងណាបានបន់ច្រើនទាំងអស់គ្នាចាអញ្ចឹងតាមប្រពៃណីបុរាណយើងចាចូលឆ្នាំខ្មែរគឺយើងមកស្រង់ព្រះនៅវត្តជុំគ្នាជារៀងរាល់ឆ្នាំគឺបែបហ្នឹងចាហើយនាងខ្ញុំក៏ផ្ដិតយករូបភាពដើម្បីឲ្យបងប្អូនបានចាទស្សនាផងដែរចាឥឡូវបន្ទាប់ពី